រឿងសុគន្ធថោងគឺជាប្រវត្តិនៃព្រេងនិទានបុរាណខ្មែរដែលបានលាតត្រដាងយ៉ាងជាក់លាក់នៅវីរកម្មដែលបានកសាងឡើងដោយសត្វលោកនៅលើភពផែនដីនេះរឿងសុគន្ធថោងត្រូវបានផលិតកម្មប្រជាជនវង្សភាពយន្តយកមកចងក្រងឲ្យទៅជាខ្សែភាពយន្តតាមរយៈស្នាដៃវណ្ណកម្មឯករបស់មិត្តស៊ុនទឹកមេងដែលជាអ្នកដឹកនាំរឿងនិងជាចាងវាងផលិតកម្មរឿងសុគន្ធថោងចូលរួមសម្ដែងដោយមិត្តគង់សំអឿននាងកែវមន្ថារួមនឹងតារាប្រុសស្រីជាច្រើនរូបទៀតនិងអមដោយចម្រៀងមួយបទគឺបទទំនួញនាងសុគន្ធថោងនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយមិត្តស៊ិនស៊ីសមុទ្រច្រៀងដោយនាងកែវមន្ថាសូមអាសាច់ជូនមករឿងអាសាច់ជូនម្ដាយនិពន្ធឡើងដោយម្ចាស់កវីស្ទឹងសង្កែគង់ប៊ុនឈឿនអាសាច់ជូនម្ដាយហើយត្រូវបានកសាងឡើងជាខ្សែភាពយន្តដោយផលិតកម្មប្រាសាទមាសភាពយន្តដែលដឹកនាំរឿងដោយលោកកាឆៃលៀងសូមលើករៀបដកខ្ចប់ទាំងលោហិតក្លិនឈាមរស់ជីវិតប្រឌិតដំបើវាសនាដងកៅក្នុងជ្រាំរេរំក្នុងតងបុប្ផាលុកលៀងខ្នោះគ្នាកាស្លាប្រហាជូនម៉ែទាំងអមដោយចម្រៀងពីរបទយ៉ាងពីរោះជាប់ចិត្តគឺបទរស់ស្នេហ៍ឧត្តមដែលច្រៀងដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកស្រីរស់សេរីសុទ្ធាហើយនឹងបទអាសាច់ជូនម្ដាយនិពន្ធបទភ្លេងដោយលោកស៊ិនស៊ីសមុទ្រនិពន្ធទំនុកច្រៀងដោយលោកគង់ប៊ុនឈឿននិងសម្រួលប្រគំតន្ត្រីដោយលោកម៉ែលប៊ុនខ្លួនយើងបីដូចទេរិឆានរស់បានតែនឹងទឹកភ្នែកញ៉ាស្លាំទាំងពីរកាយារឿងខ្លែងសខ្លែងខ្មៅផលិតឡើងក្នុងឆ្នាំ1973ដឹកនាំរឿងដោយកាឆៃលៀងសម្ដែងដោយជាយុទ្ធនសំវណ្ណសូដានីសារ៉ាវុធសារ៉ាវីសាក់ស៊ីស្បោងអោដុំហ៊ុយសាន់ចិនស៊ីណាតម៉ុងដូលីនកណ្ដុលគ្រុនម៉ែមើនសូជិនម៉ាក់ប៉ូលនិងតារាខ្នាតខ្លីឡូតូសូមជូនមហារឿងប្រទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីមានមកជាខ្លាំងជាហេតុណា
យោបាយល្អតែប៉ុណ្ណេះអាខ្មាអញអាចរកឃើញជោគជ័យហើយណាអូនខ្លាញ់អូនឯងមានរឿងអីនឹងយ៉ាបងស្រីកុំឆ្ងល់ទុកឲ្យអាខ្លោយសាក់លបងយុទ្ធសិលមើលបងស្រីចាំមើលណាយ៉ាធំគេអីបានជារោមើលទៅគោដាក់សៀងចឹងយ៉ាបងអស់លោកទេខ្ញុំអត់រោអីទេគ្រាន់តែជំទាវដើម្បីរាវរោគសម្លេងដើមរបស់ខ្ញុំដែលជាសម្លេងនេះណាបងលោកមិនជឿខ្ញុំច្រៀងជូនស្ដាប់លេងខ្ញុំពីរោះគួរសមដែរហើយកុំសត់ទៀតផងត្រង់លើទេសកលអស់ជីវិតក្នុងជំរំមហាបរិយរិះរកគ្រប់មធ្យោបាយដើម្បីរកច្រកចេញពីគុកមរណៈតើក្រៅពីនេះគេមានមធ្យោបាយអីទៀតទេតែក៏ជាមានជាមធ្យោបាយដែលធ្វើឲ្យទស្សនិកជនសើចសប្បាយរីករាយពេញរោគភាពយន្តស្ទើរទាំងបែបនោះជាកូនផងមកជាជាសេនាប័យឆ្នាំរបស់អោដុំមេប្រមាត់ប្រមងជាគិតកោចិត្តភ្លើងដែលនិយមយកអក្រិតកម្មធ្វើជាលបែងការអបសពរូបស្រស់ម្លឹងមិនគួរមកនៅទីនេះទេគួរតែបានទៅសោយសុខលើគំនុំមាសពេជ្រទៅផ្សំមើលនេះប្រាប់ខ្ញុំឲ្យក្រំមកមើលតើពុកចង្ការសមោមប្តីនាងឯងវាផឹកខ្លាំងអីបានจะមានកម្លាំងដូចតម្រៃទាំង7អញ្ចឹងខ្ញុំអត់ដឹងអីទេយ៉ាលោកធំរឿងនេះខ្ញុំអាចប្រាប់បានណាបើលោកចង់ដឹងសូមជើញមកកន្លែងមកអត់ខ្លាយអត់ឯងទៅបានណាមកឯងកុំទៅខ្វល់រឿងនោះស្រេចតែខ្ញុំទេមើលអញឮថាឯងជាប្អូនណាកញ្ចាស់សមោមឯងប្រកាសជារឿងនេះទៅហើយម៉ែរឿងបងតិចពូដែលមានកម្លាំងខ្លាំងដូចតម្រៃនោះមកពីកើតស៊ីហើយមិនជុះស៊ីហើយមិនជុះអញដូចជាមិនជឿអញដល់តែនិយាយភូតមិនព្រមជឿទៀតណាមកយកគ្មានមកការចោះចាមកយ៉ាងដែរអស់ប្រមាថប្រមងរទីគេចាប់មនុស្សយកប្រមាថតែប្រមាថប្រមងត្រង់លើមិនជាធ្វើប្រមាថប្រមងចាក់មន់ទៅវិញតាពេលជួបគ្នាប្រមាថប្រមងមែនតែននិងប្រមាថប្រមងខ្លាំងខ្លាយត្រង់លើនឹងមានប្រតិកម្មយ៉ាងណាដែរត្រង់នេះមានតែសំណាយហូរវិជ្ជារបស់ទស្សនិកជនដែលបានទស្សនារួចហើយទើបអាចជម្រាបបានប្រមាថជីវិតនៃការពិសេសសម្រាប់កម្លាំងខ្សែផ្សំលាយឡំគ្រប់រសជាតិដើម្បីទុកជាបង្ហាញចាក់ខុសសម្រាប់អស់លោកអ្នកជាទស្សនិកជនជាមហារឿងតែមួយគត់ដែលលេចធ្លោដាច់ឆ្ងាយពីគេក្នុងបច្ចុប្បន្នភាពនេះគឺជាស្នាដៃទី1របស់មិត្តដុលរ៉ាហែមយុវអ្នកដឹកនាំរឿងរបស់យើងសូមអរលោកអ្នកអញ្ជើញមកទស្សនាដោយមេត្រីព្រោះថាជារឿងល្អអាចគេប្រចាំថ្ងៃនេះជាមហាខ្សែភាពយន្តពណ៌ធម្មជាតិស្រស់បំព្រងរួមប្រជុំដោយតារាប្រជាប្រិយដូចជាវិចារនីជាយុធានធំថាវីអោដុំផលសុខារនីត្រង់លើលោកតូកុមារតុងទីនីសវ៉ាដេកូរ៉ាម៉ាន់និងតារាដតេទៀតជាច្រើនសួស្តី